កន្លែងផ្សេងក្តៅមែន38អង្សាសេប៉ុន្តែចំណែកវត្តភ្នំមួយគឺថាសុំតែ23អង្សាសេបានហើយដោយសារអីគឺថាមានផ្សែងចំហាយទឹកគឺថាបាញ់នៅតាមផ្លូវតែម្ដងប៉ុន្តែចូលឆ្នាំនេះទោះបីជាយើងសប្បាយប៉ុណ្ណាក៏ដោយក៏កុំភ្លេចនឹកឃើញទៅដល់បងកងទ័ពផងដែរចាពួកយើងទាំងអស់គ្នាបានសប្បាយជួបជុំគ្រួសារក៏ប៉ុន្តែចំណែកពួកគាត់គឺអត់បានជួបជុំគ្រួសារដូចពួកយើងទេអញ្ចឹងកុំភ្លេចនឹកឃើញដល់ពួកគាត់ផងហើយមិនសមខ្ញុំបានទៅភូមិវប្បធម៌ដើម្បីទៅមើលការរៀបចំរបស់គេថាបានប៉ុណ្ណេះហើយគេរៀបចំឲ្យគេខ្លាំងអញ្ចឹងណាខ្ញុំទៅម្សិលមិញនេះគឺថ្ងៃទី13ហើយសម្រាប់ថ្ងៃនេះគឺថ្ងៃទី14គឺថ្ងៃចូលឆ្នាំខ្មែរយើងហើយអញ្ចឹងសម្រាប់បងប្អូនដែលគាត់កើតដើមពេញអត់មានស្រុកអីដូចខ្ញុំហ្នឹងអ្នកនរគ្នាគឺអាចមកលេងនៅភូមិវប្បធម៌បាននៅនេះគឺគេមានលក់របស់ញ៉ាំហើយគេមានរៀបចំរបៀបលក្ខណៈជាកន្លែងអង្គុយឲ្យយើងនិយាយទៅដូចយើងនៅក្នុងភូមិស្រុកស្រែមួយកាលពីជំនាន់មុនអញ្ចឹងមានអារម្មណ៍ថាដូចចូលទៅហើយដូចខ្លួនឯងបានចូលទៅក្នុងរឿងភីអាគេថតបែបលក្ខណៈស្លៀកក្បិនស្លៀកអីហ៎និយាយរួមទៅគឺដូចឆ្លងភពហ្មងណាហើយនៅនេះវិញគឺគេមានលក់របស់ច្រើនគ្រាន់តែថាថ្ងៃដែលខ្ញុំទៅនេះគេអត់ទាន់លក់គ្រប់ស្តង់ច្រើនទេដោយសារតែអត់ទាន់ដល់ថ្ងៃចូលឆ្នាំខ្មែរហើយខ្ញុំនេះមកពីទូតពូងចាតើទូតពូងបន្តិចមកវិញរៀងជោគដែរហើយកន្លែងអ៊ីមិញគាត់មានលក់ជាមួយនឹងពោតដាក់ខ្ទិះអាពោតនឹងឆ្ងាញ់តើអាទឹកខ្ទិះគាត់នឹងស្រូចមកវាតិចពេកឡើងស្ងួតអញ្ចឹងវាអត់សូវជោគអត់សូវឆ្ងាញ់ទេសម្រាប់ខ្ញុំចូលចិត្តអារបៀបជោគបើសិនជាអ្នកនរនេះទៅទិញឯងអាចទៅប្រាប់គាត់បានថាសុំរៀងទឹកខ្ទិះច្រើនអញ្ចឹងណាហើយនៅក្នុងភូមិវប្បធម៌ហ្នឹងគេមិនមែនមានរៀបចំតែរបៀបលក់របស់ញ៉ាំផ្ទះខ្មែរផ្ទះអីទេគេក៏មានជាការសម្ដែងសូអីផ្សេងច្រើនផងដែរអញ្ចឹងបងប្អូនទាំងគ្នាអាចទៅអង្គុយមើលបានហើយក៏មានកន្លែងថតរូបច្រើនដែរដូចផ្ទះខ្លះកន្លែងខ្លះគឺយើងសឹងតែអត់ដែលបានឃើញទៀតហ្មងដូចខាងក្រោមផ្ទះនេះអញ្ចឹងគេមានជាប្រភេទឧបករណ៍ដូចជាកៃដំបាញសម្រាប់ធ្វើសឹងធ្វើសពុតអីហ្នឹងហ៎អញ្ចឹងវីដេអូហ្នឹងក៏អត់មានអីច្រើនដែរបងប្អូនទាំងគ្នាហើយសម្រាប់ឱកាសចូលឆ្នាំខ្មែរនេះខ្ញុំក៏សូមជូនពរបងប្អូនទាំងគ្នាឲ្យធ្វើដំណើរទីជិតទីឆ្ងាយប្រកបបានដោយសុវត្ថិភាពហើយរកទទួលទានមានបានគ្រប់គ្រងគ្រួសារអញ្ចឹងបងប្អូនទាំងគ្នាកុំភ្លេចដើរលេងឲ្យសប្បាយណាក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះអរគុណជម្រាបលាបាយបាយ